ទទួលបានលទ្ធផលល្អប្រសើរនៅខែមករាព្រោះយើងចិត្តឆមាសហើយបាទខែកុម្ភៈបាទខែកុម្ភៈខែមីនាយើងនឹងឆមាសយើងអត់មានប្រចាំខែទេបាទអញ្ចឹងនេះគឺជាខែទី2ហើយបាទមានអត់សូមលើកលោកគ្រូធ្វើមិនដឹងលោកគ្រូបើអត់ទាន់ដឹងថាលទ្ធផលបែបណាផងលោកគ្រូអត់ទាន់បង្ហាញផងគ្រូអ្នកគ្រូថាតម្លាក់ថ្ងៃហ្នឹងអាចដាក់លទ្ធផលបើក share ជូនគាត់បាទដាក់នេះចុះតារាងពិន្ទុបន្ទាយតារាងពិន្ទុខែបន្ទាប់សូមឲ្យអ្នកគ្រូជួយលម្អិតជាងហ្នឹងយើងចង់បាននៅនិទេស F និទេសនេះរួមហ្នឹងយើងទុកហើយតែយើងចង់បាន A ប្រមាណ B ប្រមាណ C ប្រមាណនៅ slide ផ្សេងមួយទៀតបាទដើម្បីឲ្យអស់ចាខ្លួនឯងបើករដ្ឋបាលទៅហើយខ្លួនឯងមើលក្នុងហ្នឹងទៅសតមើល A ហ្មង B ហ្មងអីហ្មងណាបើយើងធ្វើស្លាកតន់បាទអាចជាតារាងក៏បានដែរបាទមិនជាក្រាបទេយើងជាតារាងតារាងពិន្ទុបាទមួយសូមជម្រាបអាណាព្យាបាលសិស្សដែរថាសាលានឹងមានទិសដៅទៅខាងមុខគឺយើងអត់មានទេអត់មានចំណាត់ថ្នាក់ទេគឺយើងមានតែនិទេសតែគាត់ថានៅក្នុងនោះលោកគ្រូអ្នកគ្រូគាត់ដឹងអំពីចំណាត់ថ្នាក់ហើយបដាសិស្សអាចស្នើជាឯកជនភាពដើម្បីដឹងអំពីចំណាត់ថ្នាក់របស់កូនបាទហើយយើងអត់មានសិស្សធ្លាក់ទេគឺយើងមានសិស្សតែក្រៅមធ្យមភាគបាទឬក៏សិស្សដែលរៀនយឺតអញ្ចឹងអ្នកដែលរៀនយឺតនិទេស F ហ្នឹងគឺត្រូវតែជំរុញបន្តទៀតទៅ E បាទដែលយើងគិតថាខ្សោយហើយមិនមានសិស្សដែលរៀនធ្លាក់លេខទេបាទយើងសោកស្ដាយដែរដែលអ្នកចូលរួមយើងបានស្គាល់តែ60%បាទយើងជុំតាមអនឡាញគឺតែមានការចូលរួមច្រើនដោយសារតែលោកស្រីនៅគេអថានៅផ្ទះទេបាទអាចជាឪពុកឬក៏ជាម្ដាយក្នុងការចូលរួមបងឃើញលទ្ធផលដែលខ្ញុំបានបង្ហាញនេះអត់សូមតារាងពិន្ទុវិញដែលមានពិន្ទុលម្អិតបាទដើម្បីគាត់អាចឆ្លុះបញ្ចាំងពិន្ទុរបស់គាត់អញ្ចឹងនៅក្នុងនេះគឺយើង A ដូចជា5នាក់ទេបាទលោកស្រីអាចស្នើចង់មើលឈ្មោះកូនឈ្មោះអ្វីបាទអាចលើកមកបងដារីនៅហ្នឹងអត់បងបាទលោកស្រីជាអាណាព្យាបាលដែលចង់មើលនៅពិន្ទុកូនអាចស្នើអាចប្រាប់លោកគ្រូដោយសារពួកខ្ញុំគិតថាចាំតម្លាក់ពេលប្រជុំចប់អន្តរលទ្ធផលឲ្យគាត់ដោយសារថាចាំប្រកាសនៅក្នុងប្រជុំហ្មងចាអ្នកគ្រូសុំមើលឈ្មោះម៉ាន់សុដាវីតតិចមកអ្នកគ្រូគាត់ខ្សោយទៅលើមុខវិជ្ជាអីខ្លះអ្នកគ្រូនេះបងនេះឃើញខ្ញុំចុចនឹងហើយបងម៉ាន់សូដាវីតដាវីត
ខែនេះដោយសារយើងប្រឡងតាមរយៈតេស្តក្រសួងមួយដែលតម្រូវឲ្យគូសទៅលើចម្លើយដែលគ្រូបានហៅបងដល់អញ្ចឹងអូនអត់ដែលឃើញទម្រង់នៃវិញ្ញាសាហ្នឹងគាត់គូសទាំងអស់ហ្មងដល់អញ្ចឹងទៅអត់បានបន្ទុទេបានជាហេតុបានបន្ទុ2ហ្នឹងបងលឺខ្ញុំនិយាយអត់បងតារីចាលឺអ្នកគ្រូលឺ ចាបងចា ចង់សួរថាមុខវិជ្ជាអីដែរអ្នកគ្រូ អាហ្នឹងជាផ្នែកមួយនៃភាសាខ្មែរបងដោយយើងយកតេស្តពីក្រសួងមកបងហ្នឹង ដារីនេះគឺជាតេស្តបកសួរដែលស្ថិតនៅក្នុងនោះដូចជាមានសមាសភាពទាំងពណ៌សូណែចាលោកគ្រូចាយើងអានពាក្យអានព្យាង្គទៅឲ្យគាត់គូសដល់ពេលអូនអត់ទាន់យល់ពីរបៀបប្រឡងលើសិលឹកកិច្ចការនោះគាត់គូសទាំងអស់ចាអ្នកគ្រូចាតម្រងនេះចាំមើលអ្នកគ្រូអាច scan ហើយតម្លាក់ទៅគាត់សម្រាប់ខែដែលយើងបានប្រឡងរួចបាទដូចជាខែធ្នូខែមករាយើង scan ដាក់ចូលទៅក្នុងក្រុមរបស់គាត់ទៅហើយឲ្យគាត់ស្វែងយល់ឲ្យគាត់នឹងអនុវត្តជាមួយកូនគាត់នៅផ្ទះហើយកំពុងតែបកក្រសួងហ្នឹងគឺជាអ្វីដែលកូនរបស់លោកស្រីបានធ្វើនៅថ្នាក់ PLC គឺមានដូចគ្នាអញ្ចឹងលោកស្រីជាយាមឲ្យគាត់អនុវត្តនៅថ្នាក់ PLP ទៅនឹងទទួលបានលទ្ធផលដូចគ្នាចាលោកគ្រូចាចាំមានន័យថាខែហ្នឹងមានការផ្លាស់ប្ដូរខុសពីខែមុនលោកគ្រូសំណួរចម្លើយហ្នឹងមានន័យថាមានតម្រង់គូសធីកច្រើនមែនទេលោកគ្រូអត់គូសធីកទេបងវិញ្ញាសាដែលល្អអូនបានបន្ទុក2ហ្នឹងអត់ធីកទេតាក់ទងមួយការគូសវងចាដល់ពេលគ្រូអ្នកអានចាគ្រូអានហើយសិស្សស្ដាប់ឮគាត់គូសវងទៅគូសវងបាទចឹងយើងពហុជ្រើសរើសពាក្យណាដែលត្រូវជាមួយគ្រូអានចាបាទហើយយើងឃើញថាជួលហ្នឹងដូចជាច្រើនបែបជាសិស្សអត់ទាន់យល់អំពីសញ្ញាណនៃវិញ្ញាសាបែបហ្នឹងទៅចាលោកគ្រូដោយសារអាតេស្តក្រសួងហ្នឹងយើងទៅបញ្ចូលខែមករាហ្នឹងទេកាលខែធ្នូនោះយើងអត់ទាន់មានតេស្តហ្នឹងទេសម្រាប់ថ្នាក់ទី1សូមជម្រាបដល់លោកស្រីជាអាណាព្យាបាលសិស្សដែរគឺក្រសួងអប់រំយុវជននិងកីឡានយោបាយកដ្ឋានបឋមគឺយើងរៀបចំនៃការប្រឡងបែបជាខែក្រោយយើងនឹងអនុវត្តឬក៏យ៉ាងម៉េចឯងហើយខែមករាហ្នឹងគឺគេប្រឡងថ្ងៃ22ថ្ងៃស្អែកហ្នឹងគឺគេមានតេស្តរបស់ក្រសួងពីថ្នាក់ទី1ដល់ទី6គឺការធ្វើទៅតាមថ្នាល PLP អញ្ចឹងមានវិញ្ញាសាគ្រប់ដែរគឺមានខ្មែរមានគណិតមានសិក្សាសង្គមមានវិទ្យាសាស្ត្រអញ្ចឹងចាំមើលខ្ញុំនឹងរកលីងហ្នឹងហើយគេធ្វើតាមបែបណាដើម្បីទុកឲ្យលោកស្រីធ្វើនៅក្នុងខែមករាហ្នឹងយើងអត់យកពិន្ទុទេដោយសារយើងចេញលទ្ធផលហើយយើងអាចគ្រាន់តែអនុវត្តជាគំរូសម្រាប់លំនាំមួយធ្វើនៅក្នុងខែកុម្ភៈបាទឥឡូវខាងយុវដ្ឋានបឋមគឺគិតគូរណាសម្រាប់ការសិក្សារៀនសូត្ររបស់កុមារហើយគឺយើងផ្ដោតទៅលើកម្រិត2កម្រិតនៅបឋមសិក្សាគឺមានកម្រិតទាបនិងកម្រិតខ្ពស់កម្រិតទាបគឺយើងចង់និយាយអំពីថ្នាក់ទី1ដល់ទី3ហើយកម្រិតខ្ពស់គឺថ្នាក់ទី4ដល់ទី6កម្រិតទាបគឺយើងធ្វើមិនជំរុញនៃការអានសរសេរហើយនឹងការគិតលេខរៀនលេខបាទរៀនលេខឲ្យច្បាស់ហើយគណនាប្រមាណទីបូកនឹងដកសម្រាប់កម្រិតខ្ពស់គឺយើងច្បាស់លាស់នៃការអានស្ទាត់ហើយនឹងអានយល់ន័យហើយរហូតទៅដល់ការគិតបែបស៊ីជម្រៅនៃការគិតលេខរហ័សនៅនឹងគិតចំណោទវិជ្ជាគិតចំណោទបាទនៅក្នុងកម្រិតខ្ពស់ចាអញ្ចឹងបងមានអីទៀតអត់បងគ្រូសូមឈ្មោះសេងស៊ីរីកងចាចាំតិច
បាទសេងស៊ីរកងយើងនៅអ៊ីចឹងនៅយើងធ្វើម៉េចជំរុញឲ្យទៅនិទេស ABC បាទចឹងយើងឃើញថាខ្សោយលើមុខវិជ្ជាដំបូងគេដូចភាសាខ្មែរเนาะ ចាភាសាខ្មែរ ហើយយើងបានតែមធ្យមទេសម្រាប់គណិតជាហើយ5 4 បន្ទុក4ចុងក្រោយគេហ្នឹងតើតមុខវិជ្ជាអប់រំកាយបងអូនទៅចូលមកក្រោយដែរអញ្ចឹងគាត់អត់ទាន់ចាប់យកចលនាដែលយើងបានហាត់នឹងបានណាបងខ្ញុំបានតម្លាក់វីដេអូគំរូចូលគ្រប់ដែរបងអាចឲ្យគាត់រៀនតាមវីដេអូនឹងបន្ថែមបាន 3កន្លះមុខជាអីគេ3កន្លះ មានតែ4កន្លះ3កន្លះនេះវិទ្យាសាស្ត្រ 3កន្លះវិទ្យាសាស្ត្រ ចាតកតមួយវិទ្យាសាស្ត្រហ្នឹងរៀងពិបាកសម្រាប់កូនតិចដោយសារតែយើងមានលំហាត់តកតមួយការគូសភ្ជាប់រូបភាពតកតគូសភ្ជាប់រូបភាពមួយអក្សរដល់អញ្ចឹងទៅរៀងពិបាកសម្រាប់គាត់តិច បាទអ្នកគ្រូពីព្រោះថាគាត់អត់ទាន់យល់អញ្ចឹងណាគ្រូសាកល្បងមើលគាត់នៅផ្ទះដែរប៉ុន្តែមើលទៅគាត់ដូចអត់ទាន់យល់ហើយណាមួយវារួមផ្សំនឹងដែលយើងជាប់ជាមួយរូបភាពនេះវាមានអក្សរដែលធ្វើឲ្យពេលខ្លះគ្នាអត់ទាន់ចេះអានអញ្ចឹងណាគ្រូអញ្ចឹងយើងមើលទៅវារៀងពិបាកត្រង់ហ្នឹងតិចរូបភាពនឹងទៀតថាដូចជាបងប្រុសដូចជាម្ដាយឪពុកឬក៏ជាហៅថាពាក់ព័ន្ធនឹងអក្សរដែលវាកម្រិតរៀងខ្ពស់អញ្ចឹងគាត់អត់ទាន់ចេះអានចេះប្រកបអញ្ចឹងណាចាបងចាចំពោះបញ្ហាហ្នឹងយើងបានជំរាបជូនលោកគ្រូអ្នកគ្រូអនុរិយដែរបងគាត់បានជួយអានឲ្យដែរដោយសារយើងទៅតែរៀនភ្ជញ្ជនៈពួកអផ្សំស្រៈឡើយទេអញ្ចឹងនៅពេលដែលយើងប្រឡងហ្នឹងគឺលោកគ្រូអ្នកគ្រូអនុរិយគាត់បានជួយអានឲ្យដែរបងបាទហើយបញ្ហាមួយទៀតកូនខ្ញុំវានៅនេះវានិយាយចំគាត់ចាប់អត់ទាន់បានអញ្ចឹងអ្នកគ្រូចាប់អត់ទាន់បានព្រោះថាស្រៈនិស័យឲ្យគាត់ទៅសេឲ្យអានឲ្យគាត់ជាមុខភ្លេចរួយយើងថាមុខភ្លេចអាក្រោយណាគ្រូភ្លេចមុខអញ្ចឹងការដែលយើងខំយើងវត្តវាមាននៅនឹងទីឡើយតែគាត់ថាក្នុងខែនេះទាំងអ្នកគ្រូជំនាញដូចគ្នាគឺការគាត់និយាយឡើងបានបន្តិចបើយើងខែបន្តិចចាបងចាចឹងសង្ឃឹមថាខែក្រោយនឹងប្រសើរជាងនេះទៀតបាទអ្វីដែលខ្ញុំសូមសំណូមពរគឺសូមឲ្យអ្នកគ្រូជួយពង្រឹងនៅអាស្រៈនិស័យអ្នកគ្រូស្រៈគូលស្រៈនិស័យគូលនឹងជួយជំនាញ33ទូរបស់យើងហ្នឹងឲ្យគាត់ឲ្យមមតិចទៅពីព្រោះថាកូនក្មេងឥឡូវវាអត់ទៅបានចាប់អានឹងជាប់អស់ឯងអ្នកខ្លះគាត់រៀនបានពីមតីមកកម្រិត1កម្រិត2កម្រិត3តែវាអត់ទាន់ច្បាស់នៅឡើយដល់អញ្ចឹងយើងដល់ថ្នាក់ទី1នេះខ្ញុំមើលទៅថ្នាក់ចំនួនទី1នេះគាត់រៀងខ្ពស់បន្តិចអញ្ចឹងយើងត្រូវថាសិស្សហ្នឹងគាត់ឡើងពីមតីមកគឺគាត់រៀងខ្លាំងដែរអញ្ចឹងបានគាត់ចាប់បានរួចដល់តែរៀងសោយពីឡើងមកគឺគាត់រៀងតាអួលតិចអញ្ចឹងចាបងចាមានន័យថាបើសិនជាគាត់ធ្លាប់ឃើញតួអក្សរនឹងស្គាល់សូរអក្សរនឹងស្គាល់សូរស្រៈនឹងពីមតីមកពេលមកដល់ទី1គាត់រៀងស្រាលតិចអត់ធ្ងន់ខ្លាំងពេកសម្រាប់គាត់ទេចាបងចាអរគុណច្រើនបងអរគុណច្រើនដែលបានចូលរួមជួនឯគ្រូអូវិជាមកចាបងចាចាំតិចបងនេះបងនេះខែនេះរៀងប្រែប្រួលតិចវិជាខ្សោយជាងមុនឬក៏មិនគ្រូយើងអត់ប្រើពាក្យខ្សោយទេដោយសារតែវិញ្ញាសាខែនេះយើងបន្តទៅមេរៀនជញ្ញៈពួកអផ្សំស្រៈណាបងមែនដូចខែមុនយើងគ្រាន់តែតាក់ទងមួយស្រៈនិស័យ23តួ
ហើយជនជំនះកខចឆអីចឹងទៅចឹងវារៀងស្រាលដែរដល់ពេលខែនេះយើងរៀងឡើងមកកលៈតិចទៅអាចថារៀងថ្មីសម្រាប់គាត់តិចដល់ចឹងរៀងផ្លាស់ប្ដូរបន្ទុកលើមុខវិជ្ជាមួយចំនួនដែរប៉ុន្តែខ្ញុំគិតថាប៉ុណ្ណឹងនៅល្អហើយការចូលរួមរបស់គាត់នៅក្នុងថ្នាក់អីក៏អត់មានបញ្ហាអីដែលគួរគាត់សម្គាល់ចឹងណាបងនៅការសិក្សារបស់គាត់នៅល្អដូចដើមទេ អូននេះអត់សូវចាំស្រាក់ហើយនឹងអសរហើយនឹងជួនជំនះណាគ្រូ បើពេលខ្ញុំហៅឡើងលើក្តារខៀនហ្មងអាបញ្ហាហ្នឹងខ្ញុំអត់សូវជួបដូចថាជួបមុខអ្នកគ្រូចាំស្រាក់អស់ក៏មិនដឹងណា នៅនៅផ្ទះខ្ញុំហៅអត់ទេអញ្ចឹងអត់សូវចាំស្រាក់ហើយនឹងជួនជំនះនឹងហ្មង បើពេលសរសេរហ្មងដោយសារតែពេលយើងហៅទៅគាត់នៅរនឹកតិចរនឹកទៅអាចសរសេរបានហើយគាត់ថាមិនបានភ្លាមគ្រូហៅភ្លាមសរសេរភ្លាមណាបងនៅរនឹកសូតិចទៅបានគាត់សរសេរបាន ចារៀងខ្សោយអូនរៀងនិយាយខ្លះនេះគ្រូរៀងខ្ញុំបានទូតិចណាគ្រូ មុខវិជ្ជាដែលប្រែប្រួលហ្នឹងដូចជាអំណាចស្ទាត់ចំពោះវិញ្ញាសាអំណាចស្ទាត់ហ្នឹងគឺយើងការអានទៅលើព្យាង្គពាក្យហើយនឹងមានល្បះមួយដែរចាអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌថាពេលឡើងអានហ្នឹងគាត់ត្រូវការពេលប្រកបអញ្ចឹងវាអត់អាចបានលទ្ធផលល្អឯដោយសារតែយើងមានពេលខ្លីសម្រាប់ការអានអំណាចស្ទាត់ហ្នឹងណាបងចាអូនអានលឿនៗអត់ការហេណាមួយអានអត់សូវច្បាស់ទៀតណាគ្រូចាព្រោះខ្ញុំដឹងដោយសារតែជាធម្មតាពេលកំពុងរៀនគឺខ្ញុំព្យាយាមឲ្យគាត់រៀនប្រកបសិនព្រោះចង់ឲ្យគាត់ចេះពាក្យហ្នឹងឲ្យច្បាស់ហ្មងអញ្ចឹងខ្ញុំព្យាយាមទម្លាប់ឲ្យគាត់រៀនប្រកបសិនបន្តមកទៀតនៅពេលដែលទៅដល់ផ្ទះការអានវីដេអូអានជាវីដេអូផ្ញើចូលក្រុម Telegram របស់យើងហ្នឹងខ្ញុំបានប្រាប់គាត់ពីសាលាដែរព្យាយាមអានដោយអត់ប្រកបហើយខ្ញុំក៏ធ្លាប់បានប្រាប់ជំរាបទៅបងដែរប៉ុន្តែពាក្យខ្លះគាត់នៅតែពិបាកអញ្ចឹងគាត់នៅតែត្រូវការពេលប្រកបអញ្ចឹងណាបងតែអត់អីទេសំខាន់ឲ្យតែគាត់ប្រកបបានទៅគាត់ថាពេលប្រឡងបើយើងព្យាយាមប្រើពេលប្រកបយូរពេកវាអស់ម៉ោងសម្រាប់អានទៅលើពាក្យផ្សេងទៀតណាបងចាតែគ្រូអរគុណចាអរគុណអ្នកគ្រូសូមវណ្ណរាវិញមកចាបងចាប្រជុំខែក្រោយចាំខ្ញុំតម្លាក់លទ្ធផលជូនបងពិនិត្យមើលមុនដោយសារខែនេះលើកទី1ផងអញ្ចឹងរៀងមានបញ្ហាបច្ចេកទេសបន្តិចនេះបងវណ្ណរាជប់លៀងបានទេបងខែនេះលេខ5អរគុណច្រើនណាគ្រូលេខ5ពួកអីនៅផ្ទះខ្ញុំពាក្យច្រើនខ្ញុំអូសអាកដាស់ដូចជាអ្នកគ្រូប្រឡងដល់ពេលចឹងខ្ញុំអូសគាត់ធ្វើរហូតដល់គាត់រៀងចំគ្រូចាគាត់យល់ពីរបៀបនៃការធ្វើនៅលើសាលាកិច្ចការប្រឡងចាព្រោះអីខ្ញុំរបៀបថា follow Facebook លោកគ្រូអ្នកគ្រូដែលបរៀនទី1អញ្ចឹងណាគាត់បរហោះគាត់អីខ្ញុំចេះតែ save យកទៅ screen យកទៅឲ្យគាត់ធ្វើចាបងចាអរគុណច្រើនបងអរគុណច្រើនការចូលរួមនេះធំធេងហ្មងចាដឹងអមិនទេសម័យខ្លួនក៏អត់ទាន់ដឹងដែរមិនត្រឹមតែប៉ាម៉ាក់អត់ដឹងទេសម័យខ្លួនក៏អត់ទាន់ដឹងដែរដោយសារខ្ញុំគិតថាចាំប្រជុំឲ្យបានតលាក់ខែក្រោយខ្ញុំនឹងតម្លាក់ជូនបងពិនិត្យមើលមុនតែប៉ុណ្ណេះទៀកង់ឯណាគ្រូពីធ្វើដល់លេខទៀទីកង់អញ្ចឹងពុនរីបងដែលនៅសល់អូនឯងអាច screen ផ្ញើទៅក្នុងក្រុមបងទៅចាបងចា Hello អ្នកគ្រូចាអ្នកគ្រូចាន់រីតែមែននៅចូលតាកុំមាត់តំលឺសលេងចេះដូចចូលមួយថ្ងៃហើយបងចូលមួយថ្ងៃហើយលេខ5អរគុណច្រើនណាគ្រូចាបងចាអរគុណច្រើនបងបងអញ្ចឹងឥឡូវខ្ញុំតម្លាក់លទ្ធផលនេះចូលក្នុងក្រុមបងអាចមើលបន្ថែមបានចំពោះចម្ងល់បងអាចសាកសួរនៅក្នុងការប្រជុំរបស់យើងបានណាបងផ្សេងទៀតមាន
សំណុំពរឬក៏បញ្ហាអីអត់ អ្នកគ្រូជំរាបសួរខ្ញុំប៉ាម៉ាន់សុដាវីតអ្នកគ្រូ ចាចាជំរាបសួរបង ខ្ញុំជួបអ្នកគ្រូបានម្ដងហើយអ្នកគ្រូស្អាតណាស់ អរគុណច្រើនបងក៏ស្អាតដូចគ្នា ខ្ញុំសរសើរលោកគ្រូនាយកបុគ្គលិករើសស្អាតមក មើលសុំមើលមុខអ្នកនិយាយតិចមើល តែលោកគ្រូខ្ញុំអត់សូវស្អាតអត់សង្ហាចឹងហ៊ានអត់បើកមុខជូនលោកគ្រូទេខ្ញុំសរសើរលោកគ្រូនាយកថារើសអ្នកគ្រូស្អាតមកហើយឃើញគាត់ទៅធ្វើការរហូតសៅរ៍អាទិត្យយប់ម៉ោង 8 9 អត់ចូលផ្ទះទៀត អូខេចូលសាច់រឿងសំណុំពរអ្នកគ្រូខ្ញុំលោកនាយកនិងអ្នកគ្រូខ្ញុំមានកង្វល់មួយតាក់ទងនឹងការរៀនមុខវិជ្ជាច្រើនណាកូនខ្ញុំទូចបានសុដាវីតអ្នកគ្រូដឹងស្រាប់ហើយស្ពាយសភៅទៅតុងជាង10ក្បាលហើយមួយថ្ងៃពួកខ្ញុំបារម្ភច្រើនមែនតើខ្លាចចូលទៅកូននឹងអូសសភៅដល់ថ្នាក់អត់ទេព្រោះច្រើនពេកអញ្ចឹង អូបងប៉ុន្តែយើងមានការវិភាគដែរតើបងក្នុងមួយពេលដូចជាយើងប្រើសភៅតែ 3 ក្បាលទេបើសិនជារាប់ទាំងកិច្ចការផ្ទះទៀត 4 ក្បាលចោះ ខ្ញុំអត់ដឹងដែរដោយគ្រូសាខ្ញុំគាត់ដាក់លេងមកដណ្ដប់ក្បាលឲ្យកូនខ្ញុំទៅហើយដល់ញ៉ាអ៊ំគាត់ទៅឲ្យជួយលើកហើយផ្ដាំគាត់រហូតថាជួយលើកកតាបនឹងចូលដល់ថ្នាក់ផងខ្លាចគាត់អូសរួចអញ្ចឹងណាអញ្ចឹងបើសិនជាគិតថាវាអត់ច្រើនដល់ថ្នាក់ជាង10ក្បាលទេដូចជាអត់អីទេពួកកូនខ្ញុំមានខ្សោយដោយសារស្ពាយសភៅនេះគ្រូស្ពាយច្រើនពេកបាទ អត់ទេបងតាមពិតទៅយើងមានការវិភាគដែរប៉ុន្តែបងមួយចំនួនដោយសារគាត់គិតថាខ្លាចខុសការវិភាគជួនកាលខ្លាចខុសការវិភាគជួនកាលទៀតគាត់ថ្ងៃខ្លះបញ្ញាប់ពេកដាក់មកទាំងអស់ហ្មងដល់អញ្ចឹងទៅរៀងធ្ងន់ដែរបើរាប់ទាំងសភៅសិក្សាគោលអីទៀតហ្មង 5 6 គីឡូហើយទៅ អ្នកគ្រូ3ក្បាលបូកសភៅពុំអីផ្សេងទៀត អត់ទេបងបើនេះ3ក្បាលនេះយើងរាប់តែសភៅទៅសេបើសភៅពុំភាសាខ្មែរហ្មងឥឡូវយើងប្រើតែសភៅជំនួយភាគ1ទេហើយម៉ោងគណិតយើងប្រើសភៅពុំគណិតចឹងទៅទាំងច្រើន 5 6 ក្បាលទាំងសភៅពុំចាស់ក្នុងមួយពេលបង បាទអរគុណអ្នកគ្រូអញ្ចឹងលែងសូវបារម្ភទេព្រោះគាត់ឥឡូវធ្លាក់គីឡូណាគ្រូតាំងចូលរៀន ខំរៀនអត់ទេអូនខំរៀនពេកបង ទៅអ្នកគ្រូនឹងលោកនាយកដែរព្រោះកូនខ្ញុំចូលចិត្តគេអញ្ចឹងអាចថាសុំ1ម៉ោងគេຕົកអ្នកគ្រូអញ្ចឹងបានទេគ្រូ គេ1ម៉ោងគេមកអស់ម៉ោងរៀនបាត់ ក៏អត់អីទេគ្រូអរគុណហើយមុនហ្នឹងការបើកនីតិកាលដំបូងលោកនាយកគាត់បានផ្ដល់ជាយោបល់ជាអនុសាសន៍ដែរតែអរគុណសម្រាប់គំនិតយោបល់តាក់ទងនឹងការរៀបចំអាហារជាអាហារសម្រន់សម្រាប់សិស្សតែចំពោះមុខអាចថាពួកខ្ញុំពិតជាមានការសុំការយោគយល់ទៅលោកនាយកមែនជាងការអញ្ចឹងយើងខ្វះខាតពីការក្នុងការរៀបចំអាហារសម្រាប់កូនអញ្ចឹងណាតែគ្រាន់តែសុំសំណូមពរក្នុងពេលបច្ចុប្បន្នថាចំពោះចំណីអាហារដែលលក់នៅក្នុងកង់ទីនរបស់សាលាសូមអ្នកគ្រូហើយនិងគណៈកម្មការសាលាដូចជាលោកនាយកជួយពង្រឹងគុណភាពអាហារនៅក្នុងការលក់ក្នុងកង់ទីនផងជាពិសេសនំសៀមនំចិននំអីដែលគិតថាវាអាចហូរដលេឬក៏ប៉ះពាល់ដល់សុខភាពកុមារហ្នឹងសូមលោកគ្រូមេត្តាជួយពិនិត្យនៅកន្លែងហ្នឹងផងនេះជាសំណូមពរក្នុងនាមពួកខ្ញុំជាមេដាបេដាសិស្សអញ្ចឹងណាព្រោះពេលខ្លះពួកគាត់អត់បានពិនិត្យមើលជាពិសេសរឿង delay លើផលិតផលនំអីផ្សេងៗអញ្ចឹងហ្មងជាដើមហ្នឹងអញ្ចឹងអាចថាជាសំណូមពរមួយក្នុងនាមតំណាងរបស់មេដាបេដាសិស្សផ្សេងៗទៀតដែរអញ្ចឹងណាអញ្ចឹងសង្ឃឹមថាអ្នកគ្រូក៏ដូចជាក្រុមប្រឹក្សារបស់សាលាក៏ដូចជានាយកនឹងជួយអន្តរាគមន៍នៅចំណុចហ្នឹងផងបាទខ្ញុំមានសំណូមពរពីរហ្នឹងឯងសូមអរគុណចាអរគុណច្រើនបងអរគុណច្រើន បាទជំរាបសួរអ្នកគ្រូជំរាបសួរលោកនាយកចាបាទខ្ញុំឪពុករបស់ឈួរជូលី ចាសូមណែនាំឲ្យស្គាល់ដែរបងប្រុសជាប្រធានកកថថ្នាក់ទី1ខយើងបងប្អូនគ្នាបាទជាបឋមសូមគោរពលោកនាយកសូមគោរពលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលមេដាបេដាសិស្សដែលចូលរួមនៅក្នុងកម្មវិធីនេះខ្ញុំសូមឯកភាពទៅលើប្រសាសន៍លោកនាយកពីបញ្ហារឿងអាហារសម្រន់ពេលម៉ោងចេញលេងហ្នឹងខ្ញុំសូមឯកភាពបាទក៏ប៉ុន្តែខ្ញុំក៏មានសូមសំណូមពរមួយដែរថាពេលម៉ោងចេញលេងហ្នឹងសូមលោកនាយកសាលាមេត្តាជួយសម្រួលសោទ្វារខាងមុខ
សុំសំណូមពរឲ្យលោកនាយកគួរតែចាក់នៅម៉ោង 9 ទៅដើម្បីឲ្យងាយស្រួលដល់បិតាសិស្សយកចំណីអាហារយកទៅឲ្យកូនអញ្ចឹងណាហើយខ្ញុំឃើញថាការជិះម៉ូតូចូលក្នុងទីធ្លាសាលាវាមិនសមរម្យទេក៏ប៉ុន្តែធ្វើម៉េចវាចាំបាច់ទៅហើយសាលាចាក់សោខាងមុខបាត់ទៅហើយហ្នឹងអញ្ចឹងខ្ញុំសំណូមពរឲ្យលោកនាយកកែសម្រួលហ្នឹងសុំម៉ោង 9 ទៅចាំចាក់សោទ្វារបិទទៅទី1ទី2ខ្ញុំសូមឯកភាពទៅលើបងមិញដែលគាត់និយាយពីរឿងនំចំណីលក់នៅក្នុងសាលានេះអញ្ចឹងខ្ញុំឯកភាពទៅលើនំចំណីអស់ហ្នឹងគួរតែលោកនាយកនិងលោកគ្រូអ្នកគ្រូមានវិធានការពិនិត្យមើលរឿងនំចំណីហ្នឹងឡើងវិញទៅអាហ្នឹងបើសិនណាជាអាចបាទហើយទី3សំណូមពររបស់ខ្ញុំសូមឲ្យអ្នកគ្រូជួយដាក់ពិន័យកូនខ្ញុំឲ្យបានតឹងរឹងតិចទៅបើសិនណាជាអាចវាយក៏បានដែរគ្រូព្រោះគាត់ខ្ញុំគិតថាគាត់ដូចជួនកាលទៅពិបាកនិយាយគាត់ដូចថាគាត់មិនសូវស្ដាប់អញ្ចឹងណាអ្នកគ្រូអាចវាយបានចាបងចាជូលីនៅក្នុងថ្នាក់អត់អីទេបងអត់ដល់ថ្នាក់ប្រើអំពើហិង្សាអាចនិយាយគ្នាដោយប្រើសម្ដីបានទី4សំណូមពរឲ្យអ្នកគ្រូជួយកែសម្រួលអក្សរផងអ្នកគ្រូអក្សរអ្នកគ្រូបងអីអក្សរកូនសិស្សអូអក្សរកូនសិស្សបាទអក្សរជូលីហ្នឹងยังដូចជាពិបាកមើលបន្តិចចាបងចាខ្ញុំនៅផ្ទះនេះប្រឹងជួយសម្រួលដែរក៏ប៉ុន្តែដូចជាមិនសូវបានប្រសិទ្ធភាពសោះបាទថ្ងៃខ្លះរៀងលឿនទៅរៀងខ្វាកតិចដែរបងអក្សរមានកលៈមានអីហ្នឹងអត់បានគូសទេត្រង់យកតែម្ដងបាទចាបងចាហើយទី5ខ្ញុំឃើញថាកូនខ្ញុំមានចំណុចខ្សោយមួយគឺត្រង់មុខជាកណិតគាត់ដូចថាគាត់មិនសូវយល់ច្រើនអញ្ចឹងចាអញ្ចឹងសូមអ្នកគ្រូជួយបំពន់បន្ថែមផងអ្នកគ្រូចាបងចាអរគុណច្រើនបងបានទទួលហើយជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះលោកនាយកសាលាលោកគ្រូដែលខិតខំប្រឹងប្រែងរៀបរាប់គ្រប់វិធីដើម្បីក្នុងការបង្រៀននិងដឹកនាំបានល្អខ្ញុំសូមថ្លែងអំណរគុណបាទហើយចុងបញ្ចប់សូមជូនពរលោកគ្រូអ្នកគ្រូលោកនាយកសាលាមានសុខភាពល្អបាទសូមអរគុណសូមបញ្ចប់បងចាអរគុណច្រើនបងអរគុណច្រើនបានចូលរួមចំពោះបងផ្សេងទៀតមានជាមតិយោបល់អីទៀតអត់បងបញ្ហាផ្សេងដែលបងមើលឃើញក៏អាចលើកយកថ្ងៃនេះបានដែរដើម្បីឲ្យខ្ញុំបានដឹងបងព្រោះរឿងខ្លះកូនអត់ប្រាប់មកដល់ខ្ញុំទេបបឡើងដល់បងតែម្ដងខ្ញុំឮជួនកាលឮពីបងមកវិញដល់អញ្ចឹងដោះស្រាយអត់ទាន់អញ្ចឹងបើសិនជាមានថ្ងៃនេះបងអាចលើកយកថ្ងៃនិយាយនៅក្នុងវេទិកានេះតែម្ដងទៅយើងអាចដោះស្រាយរួមគ្នាបងមានទៀតអត់បងចាជំរាបសួរប៉ុន្តែខ្ញុំដូចអត់សូវឮច្បាស់ណាចាអាចស្ដាប់បានហើយអញ្ចឹងណាពូខ្ញុំចង់សនំពោដល់អ្នកគ្រូពេលចេញលេងអញ្ចឹងណាគ្រូខ្ញុំនិយាយទៅខ្ញុំដូចថាលឺឲ្យជួបប្រទេសច្រើនដូចថាកូនសិស្សភាគច្រើនគាត់ដូចថាអាសាដួលអាសាអីចឹងណាគ្រូដូចថាការលេងការអីរបស់ពួកគាត់ណាអ្នកគ្រូចាខ្ញុំចង់ឲ្យអ្នកគ្រូពង្រឹងកន្លែងហ្នឹងបន្តិចចាព្រោះអីពេលខ្លះទៅគាត់ដុតលេងមែនតែដូចថាភាពញ៉ៃញ៉ៃរបស់ក្មេងយើងវាធម្មតាអ្នកគ្រូតែពេលខ្លះទៅដូចថាប៉ះពាល់ធ្ងន់ដែរទៅជាដួលទៅជាលាត់អីចឹងពេលខ្លះគាត់មិនលេងមួយគ្នាតែគាត់រត់បុកគ្នាឬអីចឹងណាអ្នកគ្រូចាខ្ញុំចង់លើកចំណុចហ្នឹងឲ្យអ្នកគ្រូ
ជួយមើលបន្ថែមអញ្ចឹងណាគ្រូ ចាបញ្ហាហ្នឹងនិយាយដែរមុនចេញលេងនិយាយគ្នាអ្នកណារត់បែកញើសចូលមកវិញនឹងតែវាបញ្ហាដល់ស្រ័យគ្នាតែគ្រប់គ្រងបានមួយរយៈក្រោយទៀតលេងទៀតហើយអញ្ចឹងតើនិយាយញឹកញាប់តិចចាអញ្ចឹងអត់អីទេចាំមើលខ្ញុំនិយាយឲ្យបានច្រើនដងជាពិសេសមុនពេលចេញលេងដើម្បីបង្ការបញ្ហាហ្នឹងព្រោះជួនកាលគាត់ខ្លួនឯងបានរត់ទេគេអ្នករត់តែដល់ពេលមកជួបគ្នាទៅក៏មានបញ្ហាអញ្ចឹងទៅ បាទកិច្ច ចា ដូចជាស្ដាយមុនកូនខ្ញុំឡើងអស់ជង្គង់ដែរចូលបន្ទប់ទឹក អូ ចាហើយចង់សំណូមពរអ្នកគ្រូឲ្យជួយប្រាប់កូនខ្ញុំពេលអានពេលអីចឹងអ្នកគ្រូដូចរៀងអៀនហើយអត់ទៅលឺអ្នកគ្រូ ចាសំឡេងថ្នមតាំងដើមឆ្នាំមករហូត ចាស្លុតបន្តិចអ្នកគ្រូ អត់សូវជាបានសលេងគេអ្នកគ្រូចាហើយដូចកូនខ្ញុំដូចខ្សោយកណ្ដិតហ្នឹងអ្នកគ្រូ ជាពិសេសនៅលើបន្ទាត់ចំនួនមែនអត់បង ចា ចា តែដូចរៀងគ្រាន់តិចអ្នកគ្រូខ្ញុំសាកល្បងហ្នឹងមុនតែការបោកអីរៀងភ័ន្តច្រើន ចា ចំពោះមុខវិជ្ជាគណិតមិនដែរអ្នកគ្រូការប្រឡង ការប្រឡងខែនេះយើងលទ្ធផលល្អជាងខែមុនមុខវិជ្ជាគណិតដោយសារតែទី1គាត់យល់ពីរបៀបនៃការប្រឡងទី2ទៀតការរៀនរបស់គាត់លើមេរៀននៅក្នុងមេរៀនខែមករាហ្នឹងគាត់យល់បានច្រើនអញ្ចឹងទៅនៅក្នុងថ្នាក់ជារួមហ្មងអត់សូវមានបញ្ហាអីគាត់សម្គាល់ខ្លាំងទេមានតិចតួចប៉ុន្តែខ្ញុំព្យាយាមឲ្យគាត់ធ្វើនៅក្នុងអាលំហាត់សភៅលំហាត់កូនស្វានោះឲ្យធ្វើអានោះផងជួនកាលក៏ធ្វើលំហាត់នៅក្នុងថ្នាក់បន្ថែមដែរប៉ុន្តែអត់អាចជួយបានទាំងអស់គ្នាភ្លាមមានតែរំលោះម្ដងបន្តិចអញ្ចឹងគណិតវិទ្យាខែនេះអត់ជាបញ្ហាខ្លាំងទេ ហើយនៅក្នុងថ្នាក់អីមិនដែរអ្នកគ្រូចំណាប់ខ្វះខាតបង មុនការនិយាយទៅបើ red វិញឲ្យ9លើ10មួយហ្នឹងគឺដោយសារតែទាល់តែគ្រូហៅបានឆ្លើយគ្រូហៅបាននិយាយគ្រូហៅបានលើកដៃ ចា ខ្ញុំ មុនដាស់តឿនដែរអ្នកគ្រូចំណុចប៉ុណ្ណឹង ស្ទើរការចូលរួមតិចតែបើថាគ្រូហៅមកហើយអត់មានរឿងធ្វើអត់កើតទេពីច្រើនគាត់ធ្វើបាន តែនិទេសគាត់ដូចអត់សូវបានឡើយមិនដែរអ្នកគ្រូ ខ្ញុំមើលតិចសិន ខ្ញុំជំរុញដែរអ្នកគ្រូនៅផ្ទះខ្ញុំថាពេលនេះកូនចេះចឹងកូនលើកដៃទៅអ្នកគ្រូហៅកូន ខែនេះដូចជារក្សាតំណែងលេខ12ដដែលលេខទេស B ដដែល បន្ទុកគាត់ដូចអត់អីទេភាគច្រើនសុទ្ធតែ8 9និង10លើកលែងតែមុខវិជ្ជាសិក្សាសង្គមបាន6 ចាចំណុចហ្នឹងខ្ញុំបាននិយាយមុននឹងដែរតើតោះមួយវិញ្ញាសាមុខវិជ្ជា2ហ្នឹង អត់សូវយល់អ្នកគ្រូ ចាគាត់អត់ទាន់យល់ពីរបៀបប្រឡងលើមុខវិជ្ជា2ហ្នឹង ចា ចឹងអស់ហើយណាបងណា អីអ្នកគ្រូចា អរគុណច្រើនបងផ្សេងទៀតមានអីទៀតអត់បងដោយសារយើងចូលដល់មកដែរ បានហើយប៉ុន្តែ ចាគ្រូចាចឹងបើអត់មានអីទៀតទេសូមអញ្ជើញលោកគ្រូនាយកជួយបូកសរុបអង្គប្រជុំ អ្នកគ្រូសូមទិញអូចាបងចាមានអីបងការប្រជុំនេះយើងរយៈពេលប្រហែលថ្ងៃបានប្រជុំតាមអនឡាញអូ ចាបងដោយសារយើងទៅតែដាក់គោលដៅដែរអញ្ចឹងចាប់ពីខែនេះទៅរៀងរាល់ពេលដែលខ្ញុំតម្លាក់លទ្ធផលទៅគឺយើងនឹងធ្វើការជុំគ្នាតាមរយៈអនឡាញនេះបងរៀងរាល់ខែ ខែប្រហែលដងអ្នកគ្រូដើម្បីឲ្យយើងតាមគាត់ខ្លួនពីព្រោះថាកូនខ្ញុំវិញដែរអញ្ចឹងចង់ពីការវិវត្តរបស់គាត់តើគាត់អាចទៅមុខទៀតឬក៏យ៉ាងម៉េចចង់ដឹងពីបញ្ហានេះ បងខ្ញុំសុំម្ដងទៀតបងរៀងស្ដាប់អត់សូវបាន
ណាសូមជម្រាបបងថាប្រជុំមួយខែម្ដងដើម្បីយើងឆ្លោះបញ្ចាំងអំពីលទ្ធផលនៃការសិក្សារបស់សិស្សានុសិស្សទៅតាមថ្នាក់នីមួយៗ ចា៎ ហើយបើសិនជាបងមានចម្ងល់ក្នុងសប្តាហ៍ឬក៏ប្រចាំថ្ងៃបងអាចដាក់ចូលទៅក្នុងក្រុម Telegram នៅកម្រិតថ្នាក់នោះបាទអរគុណ បាទគ្រូបាទ សម្រាប់ទិសដៅរបស់សាលារៀនការប្រឡងប្រចាំខែគឺយើងកំណត់យកថ្ងៃ14 15 16ជាគោលតែបើសិនជាចំថ្ងៃឈប់យើងអាចបន្ថយឬក៏អាចបង្កើនបាទបង្កើនចំនួនថ្ងៃវាអាច15 16 17វិញឬក៏16 17 18វិញ តាមលេខ បាទ ពីបដា តែសំខាន់គឺថ្ងៃទី15ជាគោលនៃការប្រឡងប្រចាំខែរបស់យើងណាបាទលើកលែងតែចំថ្ងៃបុណ្យ ចា៎ បាទអញ្ចឹងអរគុណហើយបន្តទៀតនេះក៏សូមគោរពសារជាថ្មីចំពោះលោកលោកស្រីជាអាណាព្យាបាលសិស្សដែលបានចំណាយពេលវេលាក្នុងការចូលរួមប្រជុំនៅថ្ងៃនេះហើយយើងឃើញថាមានចំណុចនៃសំណូមពរប្រហាក់ប្រហែលគ្នាលើការសិក្សារបស់កូនហើយសម្រាប់កូនដែលមានការសោយលើមុខវិជ្ជាផ្សេងៗគឺលោកលោកស្រីអាចសហការជាមួយនឹងគ្រូប្រចាំថ្នាក់បន្តទៀតដើម្បីធ្វើយ៉ាងម៉េចចំណាយទម្រង់លើលទ្ធផលនៃការសិក្សារបស់កូនខែក្រោយឲ្យទទួលបានលទ្ធផលល្អហើយសម្រាប់បញ្ហាទូទៅផ្សេងៗដូចជាខ្ញុំលើកយក4ចំណុចទី1គឺចំណីអាហារនៅក្នុងអាហារដ្ឋានចំណីអាហារនៅក្នុងអាហារដ្ឋាននេះគឺពីយើងមិនទាន់បង្កើតអាហារដ្ឋានគឺរៀងពិបាកបន្តិចតែបន្ទាប់ពីយើងមានអាហារដ្ឋានត្រឹមត្រូវហើយយើងឃើញថាយើងមានតែអាហារដែលបាទនិយាយរួមគឺអាហារដែលយើងហូបតែម្ដងគឺมันមានអាហារសម្រន់ទេមានតែមួយតូចទេគឺបង្អែមបាទអញ្ចឹងនៅក្នុងនោះគឺយើងមានបាយមានអ្នកលក់បាយអ្នកលក់បបរហើយនឹងលក់បង្អែមហើយយើងមានបណ្ណាគារមួយសម្រាប់លក់សម្ភារៈសិក្សាហើយគណៈគ្រប់គ្រងក៏ដូចជាមន្ត្រីតាមផ្នែកមួយចំនួនគឺត្រូវបានចូលរួមក្នុងការចោះត្រួតពិនិត្យតាមដានលើការហូបនំចំណីហើយសាលារៀនគឺមិនអនុញ្ញាតឲ្យការញ៉ាំនំចំណីនៅក្នុងទីធ្លាសាលាទេបាទតែគ្រាន់ថាក្រុមប្រឹក្សាកុមារមួយចំនួនគាត់ការយាមកាមមានការឆក់ល្វែងជាពិសេសគឺនៅកម្រិតថ្នាក់ទី6ដែលជាក្រុមដែលត្រូវចោះជួយគ្រប់គ្រងជាមួយនឹងលោកគ្រូអ្នកគ្រូបាទដើម្បីធ្វើយ៉ាងម៉េចធានាឲ្យបាននៃការញ៉ាំនំចំណីអាហារនៅក្នុងអាហារដ្ឋានហើយសម្រាប់នំចំណីអាហារដែលមិនមានគុណភាពឬក៏ហួសតម្លេនៅក្នុងការលក់នៅក្នុងអាហារដ្ឋាននេះគឺមិនមានទេហើយគណៈគ្រប់គ្រងបានគិតគូរទៅដល់ការលក់នៅក្នុងវត្តអារាមដែលយើងសំណូមពរដល់មេដាបេដាសិស្សក៏យល់ថាហេតុអីបានជារយៈពេល3ថ្ងៃនេះគឺយើងរាល់ពេលថ្ងៃយើងបិទច្រកនៅផ្នែកខាងលិចគឺដោយសារតែសិស្សដែលមកមុនម៉ោងហ្នឹងគាត់ចេញទៅទិញអ្វីដែលនៅខាងក្រៅមានការ៉េមមានលៀសយកមកហូបទៅគាត់មិនបានដាក់ចូលទៅក្នុងថង់ទេគាត់ហូបហើយត្រង់ណាចោលត្រង់ហ្នឹងហើយកូនអស់លោកស្រីមួយចំនួនគឺណែនាំហើយគឺមិនបានស្ដាប់ទេគឺនៅតែដើរជើងទៅទេបាទដើរជើងទៅទេវាអាចប៉ះពាល់ដល់ការមុតជើងបាទនេះអីហ្នឹងទើបយើងសម្រេចបិទនៅច្រកបាទបិទនៅច្រកខាងលិចហ្នឹងឲ្យធ្វើដំណើរតាមច្រកខាងកើតអញ្ចឹងមិនមែនតែអស់លោកស្រីដែលជូនកូនមកច្រកខាងលិចហ្នឹងទេគឺសូម្បីតែខ្ញុំក៏ត្រូវវៀងមកច្រកខាងកើតដែរដើម្បីធានានូវសុវត្ថិភាពរបស់កូនអស់លោកស្រីដែរគាត់មកមុនម៉ោងគាត់ចេញទៅបាទហើយជាពិសេសម៉ូតូក៏បើកលឿនដែរវាអាចប៉ះទង្គិចជាមួយនឹងម៉ូតូផ្សេងៗដែលគាត់បើកលឿនកន្លែងហ្នឹងវាបាំងដែរបាំងរបងហើយណាមួយពីមុនដាក់ទួលទៅវាទួលតែមួយខាងហើយមួយខាងទៀតខាងគៀនរបងហ្នឹងឯរបងហ្នឹងគឺมันមានទួលទេអញ្ចឹងវាប៉ះពាល់សុវត្ថិភាពហើយខ្លាចមានជនចម្លែកអីផ្សេងដូច្នេះក៏យើងបិទនៅផ្នែកខាងលិចហ្នឹងនៅពេលដែលម៉ោង12កន្លះគឺយើងចាប់ផ្ដើមបិទហើយសម្រាប់អញ្ចឹងយើងឃើញថាចំណីអាហារដែលលក់នៅកង់ទីនយើងសាលាគឺបាន control មើលហើយมันមានអាហារណាដែលมันមានគុណភាពហើយខ្វះអនាម័យទេបាទហើយសម្រាប់បញ្ហាមួយទៀតគឺសំណូមពរនៃការបិទទ្វារនៅម៉ោង9នៅច្រកខាងមុខគឺការបិទច្រកខាងមុខនេះ
ដោយសារតែយើងឃើញថាទីធ្លាសាលារៀនរបស់យើងធំហើយយើងមិនមានសិស្សធំដោយវិទ្យាល័យដែលត្រូវចំណាយសិស្សម្នាក់2នាក់ត្រូវបែងចែកគ្នាមកយាមហើយកត់ត្រាម្ដាយឪពុកដែលចេញចូលប្រមាណអ្នកព្រោះនៅវិទ្យាសិក្សានៅវិទ្យាល័យគឺគេធ្វើបែបហ្នឹងបាទអញ្ចឹងមានក្រុមប្រឹក្សាកុមារហ្នឹងគឺផ្លាស់វេនគ្នាក្នុងការប្រចាំការនៅផ្នែកខាងមុខហើយមេដាសិស្សដែលចេញចូលគឺត្រូវកត់ត្រាថាតើមួយថ្ងៃត្រូវចូលប្រមាណចេញប្រមាណដែលជាអាណាព្យាបាលសិស្សឬក៏ភ្ញៀវផ្សេងៗអញ្ចឹងគេមានកំណត់ត្រាហើយសម្រាប់យើងបឋមបើយើងធ្វើបែបហ្នឹងគឺប៉ះពាល់ដល់ការរៀនសូត្ររបស់កុមារហើយបើសិនជាយើងបើកมันមានការគ្រប់គ្រងច្បាស់លាស់វាអាចមានជនចម្លែកអីផ្សេងចូលមកហើយទីចាត់ការរបស់យើងនៅឆ្ងាយវាប៉ះពាល់សុខភាពរបស់កុមារអញ្ចឹងទេក៏យើងធ្វើការបិទទ្វាររបងនេះចាក់សោបាទចាក់សោហើយយើងធានានៅច្រកតែមួយបាទដើម្បីសុវត្ថិភាពព្រោះច្រកតែមួយគឺយើងមានកាមេរ៉ាសុវត្ថិភាពដើម្បីតាមដានលើច្រកនោះហើយក៏វាគៀកនឹងទីចាត់ការដែលគាត់ត្រូវចេញចូលវាទីចាត់ការនៅចំណុចកណ្ដាលយើងអាចដឹងអំពីព័ត៌មានផ្សេងៗអញ្ចឹងទេយើងបើកនៅច្រកខាងកើតអញ្ចឹងលោកស្រីអាចធ្វើដំណើរតាមច្រកខាងកើតក្នុងការចេញចូលវាឆ្ងាយបន្តិចមែនតែវាធានានៅសុវត្ថិភាពសម្រាប់កូនអស់លោកស្រីដែលជាកុមារតូចកុំឲ្យចេញទៅខាងក្រៅបាទចេញទៅខាងក្រៅអញ្ចឹងក៏សូមការយោគយល់ហើយអាចនឹងធ្វើដំណើរតាមច្រកខាងកើតបាទច្រកខាងកើតវិញអញ្ចឹងសូមដោះស្រាយបែបហ្នឹងហើយសម្រាប់បញ្ហាសភៅក៏គណៈគ្រប់គ្រងកំពុងគិតពិចារណាដែរថាតើយើងគួរតែមានសភៅណាដែលតម្កល់នៅថ្នាក់រៀននៅប្រទេសជប៉ុនគឺយើងមានឯកសារមួយចំនួនដែលដាក់នៅក្នុងថ្នាក់រៀនតែម្ដងអញ្ចឹងសិស្សពេលដែលគាត់មករៀនគាត់ប្រើប្រាស់សភៅនោះតែម្ដងហើយយើងកំពុងគិតដែរថាតើយើងអាចដាក់អញ្ចឹងបានអត់ហើយដើម្បីដោះស្រាយលើការជូនសភៅមកសាលារៀនជារៀងរាល់ថ្ងៃហើយអ្នកគ្រូក៏បានលើកឡើងដែរអំពីការរៀបទៅតាមកាលវិភាគអញ្ចឹងនេះវាប៉ះពាល់ទៅការងាររបស់លោកស្រីដែលត្រូវជួយលើការងារសម្របសម្រួលកូនក្នុងការមករៀនអញ្ចឹងទេបើសិនជាលោកស្រីរៀបតាមការវិភាគអញ្ចឹងវាអាចនឹងស្រាលព្រោះក្នុងមួយពេលព្រឹកនេះគឺយើងរៀន5ម៉ោងសិក្សា5ម៉ោងសិក្សានេះពីយើងចែកជាប្រព័ន្ធ212មានន័យថា2ម៉ោងសិក្សាដំបូងហើយកណ្ដាលគឺ1ម៉ោងសិក្សា40នាទីហ្នឹងបាទហើយនឹង2ម៉ោងសិក្សា80នាទីចេញលេង2ដងមួយដងគឺមានរយៈពេល15នាទីបាទ15នាទីអញ្ចឹងខុសពីប្រព័ន្ធនៅមធ្យមគឺប្រព័ន្ធ1អញ្ចឹងមាន4បាទអញ្ចឹងចេញ1ម៉ោងសិក្សាមាន50នាទីចេញលេង10នាទីបាទនៅខាងមធ្យមសិក្សាវិទ្យាល័យអញ្ចឹងទេលើកទឹកចិត្តដល់អស់លោកស្រីជាអាណាព្យាបាលសូមឲ្យរៀបចំទៅតាមការវិភាគទៅហើយសភៅណាយើងនឹងពិភាក្សាជាមួយលោកគ្រូអ្នកគ្រូបន្តទៀតថាតើយើងគួរតែអាចនឹងតម្កល់ទុកសភៅនៅសាលារៀនអីខ្លះដើម្បីកាត់បន្ថយតែមើលទៅវាដូចជាមិនមានវាពិបាកសម្រាប់ប៉ះពាល់ទៅនឹងការធ្វើកិច្ចការផ្ទះក៏ដូចជាការស្វ័យសិក្សារបស់កូនអស់លោកស្រីតែតិចទៀតយើងអាចនឹងរៀនទៅតាមថ្នាល PLP ដែលមាននៅក្នុងប្រព័ន្ធអនឡាញនៅក្នុងទូរស័ព្ទអស់លោកស្រីបើជាយើងអាចនឹងកាត់បន្ថយសភៅពុម្ពអាចរក្សាទុកនៅសាលារៀនហើយលោកស្រីអាចជំរុញនៃការសិក្សាទៅតាមថ្នាល PLP ហ្នឹងដែលមានខ្លឹមសារមេរៀនប្រចាំថ្ងៃអាចសិក្សាតាមនោះក៏វាជារឿងមួយល្អដែរចាំមើលយើងគិតពីចារណាបន្តទៀតនៅការងារនេះហើយចំណុចមួយទៀតគឺការរត់ដួលនេះគណៈគ្រប់គ្រងក៏សង្កេតឃើញអំពីដូចបើកនៅអង្គប្រជុំដំបូងអញ្ចឹងដែលឃើញថាអេយ៉ាបតរបស់កុមារបច្ចុប្បន្នគឺការលេងរបស់កុមារគឺប្លែកពីមុនអញ្ចឹងលោកគ្រូអ្នកគ្រូក៏ដូចជាក្នុងនាមខ្ញុំគណៈគ្រប់គ្រងក៏បានផ្សព្វផ្សាយទៅតាមដងទង់ជាតិដែរគឺយើងហាមរត់នៅក្នុងទីធ្លាសាលាគឺมันមានការរត់ទេគឺយើងដើរមួយបាទតែមានសិស្សមួយចំនួនគឺនៅតែបលែងគ្នាបាទចូលចិត្តបលែងគ្នាហើយក្នុងនាមគណៈគ្រប់គ្រងក៏កំពុងតែនឹងរៀបចំនៅសេចក្តីណែនាំរួមមួយសម្រាប់
គ្រូប្រចាំថ្នាក់សបផ្សាយក៏ដូចជាការសបផ្សាយនៅដងទង់ជាតិក៏ដូចជាអាណាព្យាបាលសិស្សជ្រាបជាព័ត៌មានដែរអំពីការលេងល្បែងនៅក្នុងសាលារៀនអញ្ចឹងល្បែងមួយចំនួនត្រូវបានបិទបាទដូចជាការលេងវាយគ្នាការលេងរត់នៅក្នុងទីធ្លាអីហ្នឹងឬក៏គប់ផ្សៃគប់អីដែលធ្វើឲ្យប៉ះពាល់ដល់ធម៌ពលរបស់កុមារដែលជះឥទ្ធិពលទៅនឹងការរៀនសូត្ររបស់កុមារនៅពេលចូលរៀនវិញបែកញើសអ្នកខ្លះរត់លេងតតែបែកញើសរួចចូលលេងចូលថ្នាក់ហើយបាញ់ឃ្លីអីប្រឡាក់ដៃទៅសរសេរកាន់សភៅសរសេរប្រឡាក់ពេញសភៅបាទអញ្ចឹងល្បែងមួយចំនួនយើងនឹងធ្វើការប្រជុំជាមួយនឹងលោកគ្រូអ្នកគ្រូហើយធ្វើការបិទនៅក្នុងទីធ្លាសាលាមិនឲ្យកុមារលេងទេបាទដើម្បីស្វែងរកដំណោះស្រាយមួយឲ្យកុមារចាប់អារម្មណ៍ទៅលើការចូលអានសភៅនៅបណ្ណាល័យវិញអញ្ចឹងកាលណាកុមារអំពីតែលេងបាទចេញលេងគឺលេងអត់មានសម្រាប់ឬក៏លំហែទៅតាមអ្វីដែលជាការគិតការពិចារណាឬក៏ហ្គេមដែលតាក់ទងទៅនឹងការរៀនសូត្រអីគាត់អត់បានស្វែងយល់ពីអាហ្នឹងគឺស្វែងយល់តែល្បែងណាដែលប៉ះពាល់ទៅនឹងធម៌ពលរបស់កុមារឬក៏ភាពក្រេកភាពបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងទីធ្លាសាលាគឺយើងត្រូវតែធ្វើការហាមឃាត់ហើយនឹងជំរុញលើកទឹកចិត្តឲ្យទៅលេងល្បែងណាដែលជាល្បែងល្បងប្រាជ្ញាហើយនឹងការស្វែងរកនៃការគិតត្រេះរិះមកចត់ពិចារណាមកចត់បាទអញ្ចឹងខ្ញុំសូមដំណោះស្រាយប៉ុណ្ណឹងហើយក៏ឆ្លៀតឱកាសពេលនេះក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់អស់លោកស្រីនៅពេលនេះហើយខ្ញុំសង្ឃឹមថាយើងមានចំនួនចូលរួមច្រើននៅខែបន្ទាប់គឺខែកុម្ភៈលទ្ធផលខែកុម្ភៈដែលយើងត្រូវលើកទិសដៅសម្រាប់ការប្រឡងឆមាសទី1បាទហើយសង្ឃឹមថាអស់លោកស្រីដែលទទួលបាននីតិ F យើងទៅ D ទៅE ទៅ D ទៅ C បាទហើយជាពិសេសគឺ E ហើយ F ហ្នឹង D E F ហ្នឹងជំរុញឲ្យចូលធ្វើនីតិ ABC ទាំងអស់គ្នាព្រោះយើងចង់បាននីតិ ABC ឲ្យបានច្រើនហើយសូមឲ្យអ្នកគ្រូប្រចាំថ្នាក់ទី1ខគឺសូមឲ្យផ្ដល់នូវព័ត៌មាននៃការប្រជុំនេះទៅក្នុងក្រុមប្រចាំថ្នាក់របស់ខ្លួនដើម្បីជម្រាបជូនដំណឹងដល់លោកស្រីមួយចំនួនដែលគាត់ភ្លេចបានចូលរួមប្រជុំឬក៏គាត់មិនបានចូលរួមប្រជុំឲ្យគាត់ដឹងអំពីកម្មវិធីរបស់សាលារៀនក៏ដូចជាថ្នាក់រៀនរបស់អ្នកគ្រូតែយើងមានផែនការក្នុងការផ្សព្វផ្សាយក៏ដូចជាឆ្លុះបញ្ចាំងអំពីការរៀនសូត្ររបស់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់នៅក្នុងសាលាបឋមសាស្ត្រសម្ដេចព្រះរាជកសិទ្ធិហើយយើងលើកទឹកចិត្តឲ្យគាត់ចូលរួមឲ្យបានគ្រប់គ្នាបាទដើម្បីទទួលបាននៅលទ្ធផលក៏ដូចជាការពិភាក្សាគ្នាមួយស្វែងរកដំណោះស្រាយដើម្បីឲ្យកូនអស់លោកលោកស្រីទទួលបានលទ្ធផលល្អបាទជាចុងបញ្ចប់ក៏សូមគោរពជូនពរដល់អ្នកគ្រូប្រចាំថ្នាក់ក៏ដូចជាលោកស្រីជាអាណាព្យាបាលជួបតែសុខភាពល្អហើយនឹងបាទសម្រាប់លោកស្រួលនៅក្នុងរាត្រីនេះបាទអរគុណច្រើនអរគុណច្រើនលោកគ្រូដែលបានអញ្ជើញចូលរួមអរគុណបងទាំងអស់គ្នាដែលបានអញ្ជើញចូលរួមថ្ងៃនេះសង្ឃឹមថាខែក្រោយយើងនឹងជួបគ្នាបានច្រើនជាងនឹងទៀតអញ្ចឹងបងអាចបញ្ចប់នៅក្នុងកម្មវិធី Google Meet នេះបានអរគុណច្រើនជំរាបលាបងអរគុណច្រើនលោកគ្រូចាអរគុណច្រើនលោកនាយកអរគុណអ្នកគ្រូនិងមេដាបេដានៅក្នុងនឹងអរចាអរគុណច្រើនបងបាទអរគុណច្រើនលោកនាយកអរគុណច្រើនអ្នកគ្រូយើងចាំប្រាក់គ្រូទាំងអស់គ្នាអរគុណគ្រូជំរាបលាអ្នកគ្រូចាជំរាបបងគ្រូចាជំរាបលាអ្នកគ្រូអ្នកគ្រូជួយផ្ញើលទ្ធផលប្រឡងហ្នឹងឲ្យផងអ្នកគ្រូចាមុនហ្នឹងខ្ញុំបានតម្លាក់មួយដែរអត់ទាន់តម្លាក់អស់ខុសការរំពឹងទុកtrong ខែក្រោយខ្ញុំតម្លាក់មុនប្រជុំបងភេរាអត់មាននិយាយអីមួយម៉ាត់អីខ្ញុំកាត់បន្ទុកអីអត់អីទេគ្រូអត់ចាំខែក្រោយចាំនិយាយអត់កាត់បន្ទុកកូនទេកាត់បន្ទុកប៉ាហ្មងអត់លួចស្ដាប់ទៀតនឹងជំនួយនេះគ្រូចាំសរុបគេថាចាំសរុបខែក្រោយអត់ទេលោកមានលោកប្រធានខ្ញុំនិយាយជំនួយខ្ញុំហ៊ាននិយាយតហើយអត់ទេខែក្រោយឲ្យធ្វើប្រធានវិញអ្នកគ្រូខ្ញុំសុំទុំមួយអ្នកគ្រូចុះអា LP ហ្នឹងពេលដែលប្រឡងគឺប្រឡងនៅផ្ទះឬក៏ប្រឡងនៅសាលានេះគ្រូបងអាហ្នឹងអត់ទាន់ច្បាស់ទេដោយសារលោកគ្រូយុមិញក៏គាត់បានមានប្រសាសន៍ដែរដោយសារយើងថ្នាក់ទី1ហ៎បងអញ្ចឹងវាពិបាកកំណត់បើសិស្សធំដូចទី5ទី6ទៅ
គេអាចកំណត់ថាត្រូវទៅឲ្យសិស្សយកមកដល់ពេលយើងទី1អត់ទាន់ច្បាស់ចឹងណាបងមានរងចាំមើលសិន ខ្ញុំថាបបាក់ថាបើសិនជាប្រឡងផ្ទះអ្នកខ្លះអត់មានអ្នកធ្វើជួយធ្វើឬក៏ចូល scan ទេបបាក់ ចាតែបើយកមកសាលាវាអាចប៉ះពាល់មួយសុខភាពទូរស័ព្ទ បាទវាបាក់ដែរបបាក់នេះខ្លួន ចា បើសិនដូចជានៅសាលាថ្នាក់ឌីធំទៅគេមាន tablet គេទៅគាត់អាចរៀនបាននឹងស្រួល ចាបងចាមិញអត់ព្រមសួរចឹងបាយ មិនអត់ព្រមចេញយោបល់ មិញ ទេ មិញអត់ព្រមនិយាយទេ ព្រោះអីបើអត់ថាមកប្រឡងនៅផ្ទះអាចបើសិនជាខ្លះអាណាព្យាបាលខ្លះគាត់ធ្វើជំនួសកូនក៏មានអញ្ចឹងយើងអត់អាចអញ្ចឹងណាអ្នកគ្រូ ចាបងចាចាំមើលលោកគ្រូនយុគាត់ទទួលបានព័ត៌មានពីខាងយុវដ្ឋានមកសិនណាបងក្នុងពេលឥឡូវគឺយើងចូលតែកន្លែងរៀនធ្វើលំហាត់សិនទៅចាំមើលគេធម្មជាតិចាំ អញ្ចឹងពេលចូលគឺខ្ញុំឲ្យគាត់ធ្វើដោយខ្លួនឯងទៅបានបណ្ណាយកប៉ុណ្្នឹងអញ្ចឹងចាំ ចា អីខ្លះអញ្ចឹងណាគ្រូបើសិនជា ព្រោះអីដោយសារក្នុងហ្នឹងមានកន្លែងណែនាំដែរទេអញ្ចឹងគាត់អាចស្ដាប់ពីគេមកហើយធ្វើខ្លួនឯងបានដូចស្ដាប់គ្រូដែរពួកមានកន្លែងចុចសលេ ព្រោះ ង ជាគាត់ពេលខ្លះចុចទៅឬសូរសលេងគេអានអក្សរឲ្យអញ្ចឹងគាត់ចុចតាមហ្នឹងអញ្ចឹងនេះគ្រូលើកដេញតែគាត់ញាប់ពេកយើងញាប់អញ្ចឹងនេះ សលេងក្នុងទូរស័ព្ទហ្នឹងមែនបង បាទអត់ទេគាត់ស្ដាប់ឲ្យគាត់រៀងលឿនអញ្ចឹង អូអ្នកធ្វើលឿន បាទនេះគាត់លឿនជ្រុល ចាអញ្ចឹងអត់រំខានពេលបងយូរទេប៉ុណ្ណឹងខ្ញុំបងអាចចុចកន្លែងបិទបានអរគុណច្រើនបងទាំងអស់គ្នា បាទអរគុណនេះគ្រូជំរាបលា ចា គ្រូ ចា